ឈើពុកបត់គោពត់ស្នឹងមិនដាច់ឡើយទុកពឹងលើឈើពុកទុកជាមុខមាត់គ្នាពឹងមិនដាច់បានបើគ្រប់គ្រាក្រំជរាទុនតូជ្រាយទុនលវនលវតត្រោតត្រេតទេទៀបរំរេតាមប្រពាយពាពឹងពាក់ពិតពុំងាយនឹងធ្លុះធ្លាយបងអាសាអសោចខ្លោចហោចហិនហោចខ្លោចឆ្អិនក្នុងចិន្តាក្តុកក្ដួលអួលម្លេះណានឹកស្មានថាបានអាស្រ័យមិនដាច់បានបើឈើពុកផុយនឹងមុខហួសនិស័យឈើពុកពិបាកឆ្នៃប្រឌិតខៃកែពុំបានបើឈើនោះមមួនល្អល្អកបកកាយកលយាននឹងពឹងពាក់គ្រប់ប្រានអាស្រ័យបានផលគ្រប់គ្រានេះញាតឯងចូលចាំស្ដាប់សូរសៀងសាប់សពវេលាកំត្រាប់ឈើពុកពីពុកពុំជាពឹងពាក់ឡើយអាមេរិកថ្ងៃទី15ខែកញ្ញាឆ្នាំ2024អត្ថបទនេះនិពន្ធនឹងពោលដោយព្រះតេជគុណសីវលីនាយកប្រតិបត្តិនៃមជ្ឈមណ្ឌលវប្បធម៌ពុទ្ធសាសនាខ្មែរ